ព្យូទ័រគឺជាឧបករណ៍អេឡិចត្រូនិកមួយប្រភេទដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់និងមានប្រសិទ្ធភាពក្នុងការប្រមូលព័ត៌មានសម្រាប់រៀបចំសង្កត់កថាអ្នកអាចប្រើវាសម្រាប់ស្រាវយកព័ត៌មានក្នុងដំណាក់កាលដំបូងព្រមទាំងដើម្បីរៀបចំនិងរក្សាទុកព័ត៌មានទាំងនោះផងដែរចំណុចវិជ្ជមាននៃការរក្សាទុកឯកសារនិងព័ត៌មាននៅក្នុងកុំព្យូទ័រគឺវាអាចជួយអ្នកក្នុងការរៀបចំព័ត៌មានឲ្យមានសណ្ដាប់ធ្នាប់ដើម្បីងាយស្រួលស្វែងរកនៅពេលក្រោយជាឧទាហរណ៍អ្នកបានរកឃើញអត្ថបទមួយដែលនិយាយទាក់ទងនឹងប្រធានបទនៃសង្កត់កថារបស់អ្នកនៅលើគេហទំព័រមួយអ្នកប្រកាសជាចង់រក្សាទុកព័ត៌មានមួយនេះដូច្នេះជំហានដំបូងដែលអ្នកត្រូវធ្វើគឺការចម្លងអាសយដ្ឋានរបស់គេហទំព័រនោះទុកនៅក្នុងឯកសារណាមួយបន្ទាប់មកទៀតអ្នកត្រូវតម្រៀបវាតាមលំដាប់លំដោយនៃប្រភេទឯកសាររួចយកវាទៅរក្សាទុកនៅកន្លែងណាមួយនៃកុំព្យូទ័រនោះជាការស្រេចអ្នកអាចអនុវត្តវិធីសាស្ត្រនេះក្នុងការស្វែងរកនិងការរក្សាទុកឯកសារនិងព័ត៌មានដទៃទៀតផងដែរនៅពេលដែលអ្នកចង់ត្រឡប់មកស្វែងរកឯកសារដែលអ្នកបានរក្សាទុកនោះវិញអ្នកគ្រាន់តែវាយឈ្មោះឯកសារដែលអ្នកចង់បាននៅត្រង់កន្លែងស្វែងរក search នោះកុំព្យូទ័ររបស់អ្នកនឹងបង្ហាញលទ្ធផលចេញមកឲ្យអ្នកបានឃើញដោយស្វ័យប្រវត្តិ